Soលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការងារបន្តទៀតគឺDocker Volume ឥឡូវមុនដំបូងមុននឹងយើងចូលទៅកាន់ធ្វើយើងត្រូវឆែក Docker version របស់យើងសិនយើងវាយ command Docker dot version មកបន្ទាប់មកគឺយើងឃើញ Docker version ហើយយើងវាយDocker create Docker Volume create sv1 data តែពេលយើង create ហើយគឺយើងនឹងវាយDocker Volume ls មើលតទៅទៀតយើងនឹងឃើញមាន sv1 data ហើយតទៅទៀតគឺយើងនឹងវាយ command មួយទៀតដែលមានឈ្មោះថា Docker Volume inspect sv1 data អូខេតទៅយើងឃើញរួចរាល់ហើយគឺយើងនឹងវាយ command មួយទៀតវាយ docker run .dit .name sv1 .con .a .v sv1 .data 2 data ubuntu អូខេបន្ទាប់ពីយើងបង្កើតហើយគឺយើងនឹង run .a ហើយយើង run .b ម្ដងទៀតយើង run .c យើងធ្វើរហូតដល់ f តើបើយើង run command អស់ទាំងអស់ហ្នឹងហើយយើងនឹងវាយ command docker ps.a សម្រាប់មើល file របស់យើងឥឡូវគឺយើងឃើញមាន file ជាច្រើនដូចជា sv1 con a b sv1 con b sv1 con c sv1 con d sv1 con s ជាមួយនឹង file មួយចំនួនទៀតដែលយើងបានបង្កើតកាលពីមុនដូចជា myubuntu engine ubuntu aspect mysql និងជាមួយនឹង ready ហើយក៏យើងឃើញមានដូចជាការ create ចំនួនប្រហែលសង្ខិនមួយថ្ងៃចឹងទៅជាមួយនឹង status ដែលយើងកំពុងតែ active ដូចគ្នាអញ្ចឹងការងារមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនលោកគ្រូជំរាបលា